រដ្ឋបាលស្រុកកំពង់ត្រឡាចប្រើម៉ាស៊ីនកាត់ស្មៅ129គ្រឿងដើម្បីលើកកម្ពស់ភាពស្អាតតាមដងផ្លូវរដ្ឋបាលស្រុកកំពង់ត្រឡាចបានអនុវត្តតាមបទបញ្ជាដំណើរម៉ាត់របស់ឯកឧត្តមស៊ុនសវណ្ណរិទ្ធអភិបាលខេត្តកំពង់ឆ្នាំងនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តដែលបានកំណត់ឲ្យរដ្ឋបាលស្រុករដ្ឋបាលឃុំនិងភូមិតាមបណ្ដោយផ្លូវជាតិត្រូវមានម៉ាស៊ីនកាត់ស្មៅសម្រាប់ថែរក្សាភាពស្អាតនិងអនាម័យក្នុងតំបន់បទបញ្ជានេះត្រូវធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារខេត្តកាលពីថ្ងៃទី13ខែតុលានិងបន្តពិភាក្សានៅវេទិកាខេត្តកាលពីថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025កន្លងមកជាលទ្ធផលស្រុកកំពង់ត្រឡាចបានរៀបចំម៉ាស៊ីនកាត់ស្មៅសរុប128គ្រឿងរួមមានរដ្ឋបាលស្រុក6គ្រឿងរដ្ឋបាលឃុំ10ឃុំ1ឃុំ2គ្រឿងសរុប20គ្រឿងនិងភូមិ103គ្រឿងសរុប129គ្រឿងលោកវ៉ុនស៊ីផាអភិបាលស្រុកកំពង់ត្រឡាចបានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋានកងកម្លាំងប្រដាប់អាវុធគ្រូបង្រៀនសិស្សយុវជននិងប្រជាពលរដ្ឋដែលបានចូលរួមយ៉ាងសកម្មក្នុងការរក្សាសោភ័ណភាពមុខផ្ទះនិងតាមបណ្ដោយផ្លូវជាតិលោកអភិបាលស្រុកបានបន្ថែមថាស្រុកកំពង់ត្រឡាចកំពុងអនុវត្តយុទ្ធនាការកំពង់ឆ្នាំងស្អាតខ្មែរធ្វើបាននិងផ្លូវជាតិស្អាតគ្មានសម្រាមជារៀងរាល់ថ្ងៃប្រហ័សម៉ាស៊ីនកាត់ស្មៅទាំងនេះត្រូវបានប្រើប្រាស់តាមបណ្ដោយផ្លូវជាតិលេខ5ចាប់ពីព្រំដែនស្រុកពញាលឺខេត្តកណ្ដាលរហូតដល់ព្រំប្រទល់ស្រុករលាផ្អៀខេត្តកំពង់ឆ្នាំងប្រវែងជាង31គីឡូម៉ែត្រព្រមទាំងតាមដងផ្លូវមូលដ្ឋានផ្សេងទៀតការអនុវត្តនេះមានគោលបំណងលើកកម្ពស់ភាពស្អាតភាពបៃតងនិងចីរភាពស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ2023ឆ្នាំ2028ដើម្បីទាក់ទាញការវិនិយោគក៏ដូចជាបង្កើតបរិយាកាសរស់នៅមានអនាម័យនិងទាក់ទាញអ្នកទេសចរជូនប្រជាពលរដ្ឋនៅស្រុកកំពង់ត្រឡាច